មុខលៀនហេតុអីបានជាកើតទុំប៉ុន្មានយមមិនទេទូលបង្គំឃើញមេដារបស់ទូលបង្គំពេលធ្វើសមាធិកាលពីទូលបង្គំនៅក្មេងទូលបង្គំបានធ្វើឲ្យគាត់ឈឺចាប់ប៉ុន្តែទូលបង្គំមិនខូចចិត្តព្រោះរឿងនោះទេប៉ុន្តែទូលបង្គំចង់ធ្វើអ្វីមួយសម្រាប់គាត់ចែកឋានទៅដូច្នេះហើយធ្វើឲ្យវិញ្ញាណគាត់ទៅកាន់សុគតិភពមិនថាទូលបង្គំធ្វើសមាធិនៅពេលណាទេរូបភាពនេះតែដិតជាប់នៅធ្វើឲ្យទូលបង្គំមានការឈឺចាប់ខ្លាំងណាស់តើវាមានន័យយ៉ាងម៉េចទៅមុខលៀនកាលពីមេដារបស់ទ្រង់នៅរស់តើគាត់បានធ្វើរឿងអ្វីដែលខុសមែនទេតាមសម្ដីគាត់គំនិតរបស់គាត់និងអំពើរបស់គាត់ក៏បានធ្វើឲ្យអ្នកដទៃឈឺចាប់ដែរតើទូលបង្គំអាចកែប្រែអំពើអាក្រក់របស់មេដាទូលបង្គំបានដើររបៀបណាទៅតើពេលនេះគាត់យ៉ាងម៉េចទៅហើយគាត់នៅតែជាមេដាទូលបង្គំជានិច្ចសូមព្រះអង្គមេត្តាជួយបង្ហាញផ្លូវផងក្រាបទូលចាប់ពីពេលនេះតទៅកម្មរបស់ព្រះមេដាទ្រង់ស្រឡាញ់គាត់ខ្លាំងណាស់មែនទេគឺដូចជាកណានចឹងដែរមុខលៀនមិនគឺជាព្រំដែនរបស់មេដាបិតារបស់យើងដែលមានក្តីមេត្តាមកលើយើងមនុស្សលោកគ្រប់គ្នាកំពុងតែមានសេចក្តីប្រាថ្នារបស់គេមានតែផ្លូវមួយប៉ុណ្ណោះដែលទ្រង់អាចជួយដល់មេដារបស់ទ្រង់បានគឺទ្រង់ត្រូវទៅនាំជីវិតឲ្យមានសេចក្តីសុខនិងដើរទៅតាមផ្លូវនៃគុណធម៌ហើយធ្វើនៅអំពើល្អគ្រប់យ៉ាងបន្ទាប់ពីនោះទៅវិញ្ញាណក្ខន្ធរបស់មេដាទ្រង់នឹងបានទៅកាន់សុគតិភពគឺអាស្រ័យទៅលើជីវិតរបស់ទ្រង់តែប៉ុណ្ណោះមុខលៀនហើយទ្រង់កំពុងតែរស់នៅដែលតាក់ទងជាមួយនឹងក្តីមេត្តាករុណានិងមុទិតាបើសិនជាទ្រង់ធ្វើតាមអំពើល្អនឹងជួយរំដោះទុក្ខមេដារបស់ទ្រង់ពួកគាត់ក៏បានរួចផុតពីកម្មពីទាំងនោះដែរទូលបង្គំអរព្រះគុណព្រះអង្គណាកណាក៏បានប្រោសព្រះភិក្ខុទាំងអស់ហើយនឹងទ្រង់ផងដែរទ្រង់ច្បាស់ជាអាចផ្សព្វផ្សាយមេត្តាធម៌ដើម្បីឲ្យដល់មេដារបស់ទ្រង់ព្រមទាំងសត្វលោកទាំងអស់ផងដែរហើយការធ្វើសមាធិនឹងអាចធ្វើឲ្យទ្រង់បានសម្រេចនៅឈានហើយនឹងមានអំណាចយ៉ាងខ្លាំងក្លាទៀតផងមេដារបស់ទ្រង់ប្រកាសជាបានរួចផុតពីអំពើបាបទាំងនោះនឹងអាចធ្វើឲ្យវិញ្ញាណក្ខន្ធរបស់គាត់នឹងបានទៅកាន់ឋានបរមសុខយើងត្រូវរៀបចំពិធីមួយជាមួយនឹងព្រះភិក្ខុសង្ឃទាំងអស់និងសូត្រធម៌ឧទ្ទិសកុសលឲ្យមេដាបិតារបស់ពួកគេមិនថាពួកគាត់ចែកឋានទៅឬក៏នៅរស់ទេព្រះអង្គគឺជាអ្នកផ្សព្វផ្សាយមេត្តាធម៌ព្រះអង្គគឺជាអ្នកដោះលែងជីវិតសត្វលោកពន្លឺចង្កៀងតែមួយអាចភ្លឺជាងចង្កៀងជាច្រើនទៀតបានតែវាមិនប្រកបទៅដោយពេច្ឆាចរិយាទេពន្លឺចង្កៀងនោះមានពន្លឺយ៉ាងស្រទន់ប៉ុន្តែភ្លឺច្បាស់នេះគឺជាពន្លឺបារមីរបស់ទ្រង់មហារាជនេះគឺជាការពិតមែនទេដែលទ្រង់គោរពតាមផ្លូវព្រះពុទ្ធនោះនេះគឺជារឿងអពមង្គលណាស់ដែលទូលបង្គំមិនបាននៅមួយរយៈនេះតើទ្រង់ធ្វើយ៉ាងនេះបានយ៉ាងម៉េចទៅទ្រង់កំពុងតែបំផ្លាញសាសនារបស់ទ្រង់ហើយព្រះរាជកិច្ចរបស់ទ្រង់គឺជាអ្នកបង្កើតច្បាប់តួនាទីវាសំខាន់សម្រាប់ទ្រង់ខ្លាំងណាស់វាគឺជាកាតព្វកិច្ចរបស់ទ្រង់គឺជាអធិរាជគ្រប់គ្រងនគរមគធៈទ្រង់គួរតែធ្វើអធិរាជយើងដឹងនៅអ្វីដែលជាព្រះរាជកិច្ចរបស់យើងឲ្យព្រះគ្រូទូលបង្គំគិតថាព្រះពុទ្ធរកផ្លូវល្អឲ្យទ្រង់ទៅហើយព្រះពុទ្ធមានព្រះអនុភាពខ្លាំងណាស់ព្រះពុទ្ធកំពុងតែដាក់មន្តអាគមដល់ទ្រង់ដូចជាព្រះបិតាទ្រង់អញ្ចឹងសូមគុំស្ដីបន្ទោសចោទប្រកាន់ពីកំហុសរបស់ព្រះពុទ្ធមហារាជទូលបង្គំកំពុងតែទូលការពិតព្រះពុទ្ធកំពុងតែបង្កឲ្យមានបញ្ហាជាច្រើនហើយប៉ុន្តែគ្មាននរណាម្នាក់មានចម្លើយនៅឡើយទេតើពិភពលោកនេះនឹងទៅជាយ៉ាងណាទៅតើពិភពលោកនេះមានអ្វីរីកចម្រើនដែរទេ
មានអ្វីទៅតារាងកាយនិងវិញ្ញាណគឺវាទៅនៅឯណាទៅតាយើងរស់នៅបានយ៉ាងម៉េចទៅបន្ទាប់ពីយើងស្លាប់បាត់ទៅហើយនោះយើងត្រូវបំផ្លាញរាងកាយអស់ហើយតើវាជាការពិតដែរទេយើងនឹងមិនធ្វើការឆ្លើយនឹងសំណួររបស់ព្រះរាជគ្រូទេលោកគឺជាអ្នកបង្កើតសំណួរបែបនេះព្រះពុទ្ធមិនដែលចាត់ទុកថាវាជារឿងសំខាន់ទេឱវាទរបស់ព្រះពុទ្ធគឺជារឿងសំខាន់បំផុតបើព្រះពុទ្ធមិនចាត់ទុកថាសំណួរបែបនេះសំខាន់នោះតើព្រះអង្គទេសនាបដៅអ្នកដទៃពីរឿងនេះធ្វើអីទៅតើទ្រង់កំពុងតែស្ដាប់គំនិតបោកប្រាស់របស់ព្រះពុទ្ធធ្វើអីទៅទូលបង្គំមិនយល់ទេ ព្រះពុទ្ធបានធ្វើការរារាំងនៅអំពើចងអឃាតរបស់លោកវានឹងជួយឲ្យលោកយល់ពីអារម្មណ៍រំជើបរំជួលផ្លាយពីគ្នាដែលចេញពីក្នុងអំពើខុសខើរបស់លោកវានឹងជួយឲ្យលោករួចផុតពីសេចក្តីទុក្ខនិងវិបត្តិសេរីវានឹងជួយឲ្យលោកបានសម្រេចក្នុងការដឹកនាំជីវិតបានលោកប្រាសចាកនៅអំពើសងសឹកព្រះពុទ្ធមិនឲ្យជីវិតលោកត្រឡប់ក្រោយទេព្រះអង្គឲ្យលោកដឹកនាំជីវិតបានប្រសើរឡើងព្រះរាជគ្រូជីវិតគឺមានតម្លៃខ្លាំងណាស់មិនត្រូវធ្វើឲ្យមានបញ្ហានោះទេវាមិនពឹងពាក់អ្វីបាននោះទេបានលោកនៅតែប្រកាន់ទ្រឹស្ដីបែបនេះមនុស្សលើពិភពលោកទាំងមូលពឹងទៅលើកិត្តិយសនិងសេចក្តីសុខធំបំផុតប៉ុន្តែទ្រង់គឺជាស្ដេចមានទូនាទីសំខាន់បំផុតនៅក្នុងនគរមគធៈមនុស្សលោកកើតមកប្រឆាំងនឹងភាពលោភលន់ខ្លាំងណាស់ទ្រង់កំពុងតែធ្វើឲ្យមានភាពមហន្តរាយដល់ព្រះអង្គឯងហើយទ្រង់គឺជាស្ដេចហេតុអីក៏មានបន្ទូលដូចជាអ្នកបួសទៅវិញមនុស្សលោកកើតមកមានសតិសម្បញ្ញៈនិងឧត្តមគតិខុសគ្នាយើងបានរកឃើញសេចក្តីស្ងប់ជាមួយព្រះពុទ្ធហើយមហារាជបើទ្រង់ចង់មានសេចក្តីស្ងប់ទូលបង្គំអាចមានវិធីច្រើនណាស់សម្រាប់ទ្រង់លោកមានតែធ្វើឲ្យយើងសាងនៅអំពើបាបតែប៉ុណ្ណោះទេលោកមិនអាចជួយស្វែងរកសេចក្តីស្ងប់បានទេលោកបានធ្វើឲ្យយើងធ្លាក់ខ្លួនជាឃាតករសម្រាប់ព្រះបិតាបង្កើតខ្លួនឯងមិនថាយើងបិទភ្នែកទៅពេលណាទេយើងឃើញព្រះបិតាពំពិសាគ្រប់ពេលឃើញព្រះភ័ក្ត្ររបស់បិតាដែលមានប្រតិមេត្តារបស់ទ្រង់កំពុងតែតាមរកយើងមិនអាចផ្ទុំលក់មិនថាយប់ឬក៏ថ្ងៃនោះឡើយសូមព្រះរាជទានទូលឲ្យទូលបង្គំផងមហារាជទូលបង្គំគឺជាព្រំបាញ់ទូលបង្គំនឹងមិនទទួលស្គាល់ពីការពិតបានឡើយទ្រង់មិនមែនខូចព្រះតីព្រោះតែទ្រង់ធ្វើឃាតរបស់ព្រះបិតាទ្រង់នោះទេទ្រង់ឈឺព្រះតីព្រោះតែអមរាបាលីទៅបួសធ្វើជាដូនជីទៅវិញទេព្រះគ្រូទូលបង្គំគិតហើយនេះគឺជាអ្វីដែលព្រះពុទ្ធបានបង្រៀនទ្រង់ប្រជារាស្ត្រនគរមគធៈសង្ឃឹមទុកចិត្តទៅលើទ្រង់ប៉ុន្តែទ្រង់កំពុងតែគៀបសង្កត់ពួកទូលបង្គំនឹងមិនព្រមទទួលថាទូលបង្គំពិតជាសម្ដៅរឿងទាំងអស់នេះទេមហារាជទូលបង្គំភ្ញាក់ផ្អើលណាស់ដែលឃើញទ្រង់កែប្រែចំពោះរឿងនេះទ្រង់មិនដែលដកដៅឲ្យទុកទៅវិញទេនៅពេលដែលអ្នកណាម្នាក់ប្រឆាំងជាមួយទ្រង់យើងមិនសម្លាប់ព្រះរាជគ្រូទេប៉ុន្តែបើយើងធ្វើរឿងនោះវាធ្វើឲ្យគ្រូរបស់យើងគឺព្រះពុទ្ធមានភាពអាម៉ាស់ទៅវិញនោះទេប៉ុន្តែព្រះរាជគ្រូបានបំបាក់ព្រះភ័ក្ត្រទ្រង់ហើយគ្មានអ្នកណាម្នាក់ដែលអាចមកបំបាក់មុខយើងបាននោះទេយើងនឹងមិនបង្កបាបកម្មជាមួយអ្នកណាទៀតឡើយយើងនឹងដើរតាមផ្លូវរបស់ព្រះពុទ្ធដែលបង្ហាញយើងព្រះពុទ្ធសូមថ្វាយបង្គំព្រះពរម្ចាស់សាវកព្រះអង្គភរិយាសូដានអន្តរស្មីចូលគាល់ព្រះអង្គតើមានការអ្វីដែរទៅបណ្ណលក្ស្មីស៊ូដានជាមិនហើយព្រះអង្គម្ចាស់សាវករបស់ព្រះអង្គស៊ូដានកំពុងតែដល់ដង្ហើមចុងក្រោយរបស់គាត់ហើយព្រះពរម្ចាស់គាត់កំពុងតែឈឺនៅលើគ្រែហើយគាត់នឹកដល់តែព្រះអង្គប៉ុណ្ណោះព្រះពរម្ចាស់
សូមព្រះអង្គទ្រង់មេត្តាចំពោះខ្ញុំម្ចាស់ផងទៅព្រះពរខ្ញុំម្ចាស់គឺជាមេគ្រួសារម្នាក់ប៉ុន្តែស្វាមីរបស់ខ្ញុំម្ចាស់គាត់លះបង់ជីវិតដើម្បីបម្រើទ្រង់សូមទ្រង់និមន្តទៅប្រោក្នុងពេលដែលគាត់កំពុងតែឈឺធ្ងន់នៅលើក្រែផងទៅព្រះពរម្ចាស់ខ្ញុំសូមវល់សុដាតគេបានបម្រើដល់អាត្មានិងព្រះសង្ឃរបស់អាត្មាបានល្អណាស់គាត់បានបរិច្ចាគទ្រព្យសម្បត្តិដល់អ្នកក្រីក្រដោយគ្មានការសោកស្ដាយ हमारे लिए विहार का निर्माण कराया នៅក្នុងលោកនេះកម្រមានបុគ្គលដែលអស្ចារ្យដូចជាគាត់ណាស់អាត្មាប្រកាសជាទៅ वो आएंगे ना मेरे प्राण छटपटा है उनके एक दर्शन के लिए មើលទៅបងព្រះពុទ្ធនិមន្តមកដល់ទីនេះហើយបង ព្រះពុទ្ធនេះគឺជាសេចក្តីប្រាថ្នាចុងក្រោយរបស់ទូលបង្គំគឺចង់ជួបជាមួយព្រះអង្គណា អាត្មាមិនអាចមកជួបអ្នកបានដោយរបៀបណាទៅសេចក្តីមេត្តារបស់អ្នកនិងបុណ្យកុសលដែលបានបម្រើយើងបានធ្វើឲ្យអាត្មាជាពាក់គុណអ្នកខ្លាំងណាស់ហេតុអីក៏អ្នកធ្លាក់ខ្លួនទៅជាបែបនេះអ្នកខ្លាចសេចក្តីស្លាប់មែនទេ ព្រះពុទ្ធទូលបង្គំខ្លាចណាស់បន្ទាប់ពីបានជួបជាមួយព្រះអង្គហើយទូលបង្គំមានសង្ឃឹមខ្លះដែរទេ កុំខ្លាចឲ្យសោះសុដានអ្នកពិតជាបានជួយដល់អ្នកដទៃច្រើនណាស់នៅក្នុងជីវិតរបស់អ្នកនឹងមិនត្រូវបានប្រឈមមុខជាមួយនឹងការឈឺចាប់ទេចូលអ្នកថាតាមអាត្មាទៅអ្នកនឹងទទួលបានកម្លាំងប្រឈមមុខជាមួយនឹងសេចក្តីស្លាប់ដូច្នេះអ្នកប្រកាសជាមិនមានការភ័យខ្លាចទេជាមួយនឹងសេចក្តីស្លាប់នោះសូមបិទភ្នែករបស់អ្នកទៅរួចហើយចាំថាតាមអាត្មាចក្ខុមិនមែនជារបស់យើងទេ ចក្ខុនេះមិនមែនជារបស់យើងទេ សោតាមិនមែនជារបស់យើងទេ សោតានេះមិនមែនជារបស់យើងទេ ជីវហាមិនមែនជារបស់យើងទេ ជីវៈមិនមែនជារបស់យើងទេ រូបកាយមិនមែនជារបស់យើងទេ រូបកាយនេះមិនមែនជារបស់យើងទេ វិញ្ញាណនេះមិនមែនជារបស់យើងទេ វិញ្ញាណនេះមិនមែនជារបស់យើងទេ ध्यान नहीं लग रहा ध्यान केंद्रित करो सुदत्त अपनी आंखें बंद करो जो मैं देखता हूं वो मैं नहीं जो मैं सुनता हूं वो मैं नहीं जो गंध आ रही है वो मैं नहीं រសជាតិសម្ផស្សនិងគំនិតទាំងឡាយដែលកំពុងតែកើតយើងមិនមែននៅក្នុងរបស់ពួកគេណាមួយទេ យើងមិនមែនជាអ្វីដែលយើងឃើញទេយើងមិនមែនជាអ្វីដែលយើងឮទេយើងមិនមែនជាអ្វីដែលយើងធំក្លិនទេរសជាតិសម្ផស្សនិងគំនិតដែលកំពុងកើតឡើងមិនមែនជារបស់ពួកយើងទេ មិនថាជារូបកាយនេះសម្លេងនេះវាក៏មិនមែនជារបស់យើងនោះដែរមិនថាក្លិនឬសម្ផស្សមិនមែនជារបស់យើងទេ មិនថាក្លិនសម្ផស្សក៏មិនមែនជារបស់យើងតើមានអ្វីបន្ទាប់ទៀតទេព្រះពុទ្ធ សូម្បីព្រះធរណីក៏មិនមែនជារបស់យើងមេឃក៏មិនមែនជារបស់យើង
យើងមិនមែនជាខ្យល់មិនមែនជាទឹកយើងមិនមែនជាការដឹងឮអ្វីទាំងអស់ហើយក៏គ្មានចំណងណាមួយដែលអាចចងយើងបានឡើយការស្លាប់មិនអាចជាប់ជំពាក់ជាមួយយើងទេកើតស្លាប់មិនជាប់ជំពាក់ជាមួយយើងទេយើងញញឹមព្រោះមិនថាយើងបានកើតរួចហើយក៏ស្លាប់ទៅវិញទេមិនថាការកើតឲ្យយើងមានជីវិតឬក៏ស្លាប់ទៅវិញដោយសារការដណ្ដើមជីវិតពីយើងឲ្យឆ្ងាយពីយើងទេផ្លូវចេញរបស់យើងមិនអាចគេចផុតពីការកើតស្លាប់នោះទេហើយវាក៏នៅតែមិនអាចពឹងពាក់ទៅលើពួកគេបានដដែលមានរឿងអីទៅស៊ូដានអ្នកមិនអាចថាតាមបានទេទូលបង្គំអាចថាតាមបានក្រាបទូលគ្រប់ពាក្យដែលព្រះអង្គត្រាស់កំពុងតែសម្រាលវិញ្ញាណរបស់ទូលបង្គំដូចជាដំណក់ទឹកជាច្រើនដំណក់ទូលបង្គំកំពុងតែយំព្រោះទូលបង្គំបាននៅជិតស្និទ្ធនឹងព្រះអង្គជាច្រើនឆ្នាំណាស់ទូលបង្គំអាចជួបជាមួយព្រះអង្គនៅពេលទូលបង្គំឈឺយ៉ាងខ្លាំងដែលទូលបង្គំបានមានឱកាសដើម្បីបានស្ដាប់ព្រះធម៌របស់ព្រះអង្គព្រះពុទ្ធគឺជាបុគ្គលអស្ចារ្យសេចក្តីស្លាប់របស់ទូលបង្គំកំពុងតែនាំជីវិតទូលបង្គំឲ្យផុតពីសេចក្តីខ្លាចទាំងនោះពេលដង្ហើមចុងក្រោយទូលបង្គំនេះគ្រាន់តែចង់ជួបជាមួយព្រះអង្គទេក្រាបទូលមហារាជអ្នកចំនួនទាំងអស់មកជល់គាល់ព្រះមហារាជឲ្យក្រាបទូលពួកគេមកសុំព្រះអនុញ្ញាតពួកគេនឹងត្រូវឆ្លងកាត់ព្រៃពួកគេមកសុំដើម្បីការពារធ្វើដំណើរឆ្លងកាត់ព្រៃក្រាបទូលតើមានបញ្ហាអ្វីនៅចំពោះមុខដែរទេក្រាបទូលមហារាជក្នុងពេល3 4 ខែមុននេះបានដេតបានចូលទៅក្នុងក្រុមតូចវិញហើយពួកគេបានវាយប្រហារដោយកាំបិតហើយប្លន់អ្នកដំណើរក្រាបទូលហើយលាក់ខ្លួននៅក្នុងព្រៃនោះបន្ទាប់មកទៀតពួកគេបាននាំគ្នាប្លន់ទំនិញដែលលក់នៅក្នុងផ្សារ VG ក្រាបទូលលោកសេនាប្រមុខយើងគិតថាបញ្ជូនអ្នកស៊ើបការសម្ងាត់យើងស្លៀកពាក់ជាវិជារៀងទៅផ្សារ VG នោះឲ្យពួកគេផ្ដល់ដំណឹងជាបន្ទាន់ដើម្បីចាប់ក្រុមចោរប្លន់ទាំងនោះយើងនឹងចាប់ពួកគេឲ្យបានហើយយកមកផ្ដន្ទាទោសទាំងអស់ទៅលោកស្ដាប់បានទេទទួលបញ្ជាមហារាជនៅក្នុងពេលនោះដែរអ្នកទាំងអស់គ្នាទៅផ្សារ VG វិញដោយមិនខ្លាចឡើយអ្នកទាំងអស់គ្នាមានការការពារពីទាហានរបស់យើងពួកគេមិនហ៊ានធ្វើសកម្មភាពអ្វីមកលើពលលោកទេតើពួកគេឃើញទាហានយើងនៅជាមួយនឹងពលលោកសេនាប្រមុខមហារាជក្រុមរបស់ពលទូលបង្គំទាំងពីរនាក់នឹងជួនដំណើររបស់ពួកគេដើម្បីការពារពួកឈ្មួញទាំងនេះសំឡាញ់ខ្ញុំបារម្ភពីជីវិតខ្ញុំដល់ហើយព្រោះអីត្រូវធ្វើទៅតាមទូនាទីរបស់យើងដើម្បីសម្លាប់ចោរប្លន់ការពារព្រះនគរខ្ញុំក៏មានអារម្មណ៍ដូចគ្នា
មហារាជាអាជាតិសត្រូវក៏មិនត្រូវដែរបណ្ឌិតនៅក្នុងផ្សារវិជាគួរឲ្យភ័យខ្លាចខ្លាំងណាស់ពួកគេមិនចេញទៅឲ្យយើងឃើញទេពួកគេនឹងវាយជាមួយនឹងយើងពេលដែលឃើញពួកយើងនឹងត្រូវសម្លាប់ពួកគេបើប្រឆាំងជាមួយនឹងគោលបំណងរបស់ពួកយើងបន្ទាប់មកពួកឈ្មួញទាំងនោះនឹងរកប្រាក់បានយ៉ាងងាយហើយនឹងទទួលបន្ទុកក្នុងការសម្លាប់មនុស្សលោកនិយាយត្រូវខ្ញុំមានអារម្មណ៍ថាយើងត្រូវយកជីវិតទាំងមូលរបស់យើងមកទទួលបន្ទុកជាមួយនឹងរឿងទាំងនេះហើយយើងនឹងមិនធ្លាក់នរកនោះទេបន្ទាប់ពីយើងស្លាប់ទៅនោះមហារាជអាជាតិសត្រូវមករកឃើញផ្លូវត្រូវហើយទ្រង់បានខ្លាចជាបរិស័ទព្រះគុណទ្រង់បានរកឃើញផ្លូវត្រូវដើម្បីលុបលាងបាបកម្មរបស់ទ្រង់ហើយចុះយើងវិញមិនអាចរកបានទេលោកនិយាយត្រូវមហារាជកំពុងតែដើរតាមផ្លូវមិនបៀតបៀនអ្នកដទៃប៉ុន្តែទ្រង់ចង់ឲ្យយើងនេះសាងបាបកម្មអ្វីទៀតទៅលោកនិយាយត្រូវហើយប៉ុន្តែដរាបណាយើងនៅធ្វើទាហានយើងមិនអាចប្រឆាំងជាមួយបញ្ជារបស់ទ្រង់បានទេយើងនៅតែធ្វើបែបនេះដដែលដូច្នេះហើយយើងត្រូវតែស្វែងរកផ្លូវផ្សេងទៅដើម្បីលុបលាងអំពើបាបរបស់យើងខ្ញុំដឹងច្បាស់ណាស់បើយើងខ្លាចជាសាវករបស់ព្រះពុទ្ធគ្មាននរណាម្នាក់នឹងអាចមកបង្ខំឲ្យយើងធ្វើអំពើអាក្រក់ទេពិតជាត្រឹមត្រូវណាស់យើងនាំគ្នាទៅពុះជាព្រះសង្ឃនៅថ្ងៃនេះទៅវានឹងជួយឲ្យយើងរំដោះសេចក្តីទុក្ខក្នុងអនាគតសូមអញ្ជើញតើមានរឿងអ្វីទៅសារីបុត្រអាចឲ្យកណាត់ដឹងបានទេហេតុអ្វីបានជាបារម្ភព្រះពុទ្ធមេដាទូតបង្គំមិនស្រួលខ្លួនមកច្រើនថ្ងៃហើយមិនមាននរណាម្នាក់មើលថែគាត់ទេនៅក្នុងភូមិណាឡារបស់ទូតបង្គំបើព្រះអង្គអនុញ្ញាតឲ្យទូតបង្គំទៅក្រាបទូលមិនបាច់សូមអនុញ្ញាតកណាសម្រាប់រឿងទាំងនេះទេគ្មានអ្វីដែលប្រសើរជាងការមើលថែមេដាទេការបម្រើនរណាម្នាក់ដែលមានគុណូបការៈបំផុតនោះសារីបុត្រការដឹងគុណចំពោះអ្នកដែលមានគុណរបស់យើងមានមិនតិចជាងការធ្វើសមាធិទេតើព្រះអង្គអាចផ្សាយមេត្តាធម៌សម្រាប់មេដាទូលបង្គំគ្មានអ្វីដែលប្រសើរជាងអាចកំបាំងដែលនៅពីក្រោយសុខភាពគឺចិត្តហើយនឹងរូបកាយមិនថាសេចក្តីទុក្ខរបស់អតីតកាលមិនថាក្តីបារម្ភពីអ្វីទេវាមិនទៀងទាត់ឡើយតើអ្វីទៅដែលសំខាន់ដែលយើងចង់បាននោះគឺធ្វើចិត្តឲ្យទៅជាប្រយោជន៍ដែលយើងមាននៅលោកនេះសម្រាប់ចម្លងទៅលោកខាងមុខធ្វើនៅអ្វីដែលជាប្រយោជន៍ដល់សត្វទាំងឡាយទូលបង្គំមានអារម្មណ៍ថាទូលបង្គំនៅឆ្ងាយពីព្រះអង្គហើយអ្នកទាំងអស់គ្នាមករកព្រះអង្គជាមួយនឹងបញ្ជារបស់ពួកគេជាមួយនឹងសេចក្តីទុក្ខនិងការបារម្ភតើព្រះអង្គមិននឿយហត់ទេចំពោះបញ្ហានេះបើអ្នកស្រឡាញ់ខ្លួនឯងជាមួយបេះដូងរបស់អ្នកមិនអាចទ្រាំឃើញនរណាម្នាក់មានទុក្ខបានទេអ្នកប្រកាសជួយដល់គេឲ្យរួចផុតពីទុក្ខនោះព្រះពុទ្ធកណាបានជួបអ្នកប្រាជ្ញជាច្រើនអ្នកប៉ុន្តែគ្មាននរណាមានប្រតិទូលាយដូចជាព្រះអង្គទេអផាសត្រូតើទ្រង់បានអាននៅព្រះគម្ពីរសាសនាប៉ុន្មានទៅហើយតើទ្រង់អាចមានការចងចាំបានប៉ុន្មានទៅហើយដែររហូតដល់ទ្រង់អនុវត្តជាមួយនឹងជីវិតរបស់ទ្រង់ការខិតខំប្រឹងប្រែងទាំងនោះអាចយកជាការបានទេមើលទៅទ្រង់ដូចជាមានការបារម្ភពីរឿងអ្វីមួយអផាសត្រូព្រះពុទ្ធព្រះអង្គអាចយល់ពីចិត្តកណាច្បាស់ណាស់ព្រះរាជគ្រូមគ្គថាបានធ្វើពិធីឆ្លងជីវិតដើម្បីដឹកនាំព្រះនគរការបម្រើរបស់គាត់សំខាន់ខ្លាំងណាស់សម្រាប់អ្នកកថា
ก็ปัญตาย ตรงไปรถไปเรื่องแต่ตรงคลายติจีบริษัทระบาดมาเมนตี កណាប្រពន្ធកណាមិនអនុញ្ញាតឲ្យមនុស្សធម្មតាប្រឆាំងបានឡើយចំណងមេត្រីភាពរបស់កណានៅជាមួយនឹងព្រះរាជគ្រូនិងព្រហ្មញ្ញរបស់នគរមគធៈដែលបានកាន់ពីមុនមកនៅឡើយបើបន្តទៅទៀតមានការខុសប្លែកពីគ្នាប្រជារាស្ត្រនគរមគធៈនឹងមានភាពក្តៅក្រហាយហើយ បើទ្រង់មានចេតនាដើម្បីបញ្ចប់នៅភាពខុសប្លែកពីគ្នាទាំងនោះអាត្មាគិតថាវាក៏ជារឿងត្រឹមត្រូវមួយយ៉ាងដែរដឹងទេ សូមឲ្យកណាជ្រាបផងតើ ទីមួយគឺអ្នកទាំងពីរត្រូវតែអង្គុយបាយខ្នងដាក់គ្នាហើយក៏និយាយប្រាប់អ្នកគ្រប់គ្នាពីមូលហេតុទាំងនោះទៅទីពីរអ្នកទាំងសងខាងគួរតែ जब द्वंद उठा तो वो शुरू कहाँ से हुआ था और दोनों ही पक्ष បង្កើតវាឡើងនៅក្នុងពេលនោះពួកគេច្បាស់ជាពោពេញទៅដោយសេចក្តីស្ងប់ទី3ពួកគេគួរតែអនុវត្តនៅចិត្តរបស់ពួកគេហើយក៏មិនបង្កើតនៅការប្រឆាំងជាមួយគ្នាដើម្បីស្វែងរកនៅផ្លូវបញ្ចប់ចំនួនទាំងនោះបើមានកំហុសណានៅតែបន្តទៀតចំពោះរឿងទាំងនោះមាននរណាម្នាក់នឹងអភ័យទោសចំពោះរឿងទាំងនេះការយល់ឃើញអំពីកំហុសរបស់យើងនឹងនាំបុគ្គលនោះដើរទៅរកផ្លូវផ្សេងបានយ៉ាងងាយបំផុត គឺជាការត្រឹមត្រូវណាស់ប្រពន្ធ ដូច្នេះការសម្រេចចិត្តដឹកនាំបុគ្គលនោះគួរតែធ្វើចិត្តខ្លួនឯងឲ្យស្ងប់ជាមុនសិនការសម្រេចចិត្តនោះយើងគួរតែសូត្រនៅចំពោះមុខអ្នករាល់គ្នាឲ្យបាន3ដងបើសិនជាអ្នករាល់គ្នាមានសេចក្តីសុខជាមួយនឹងវាហើយវាគួរតែអាចដឹកនាំបាននៅការសម្រេចចិត្តយ៉ាងល្អដូច្នេះការសម្រេចចិត្តដែលអាចព្រមទទួលយកទាំងសងខាងគួរតែប្រតិបត្តិរវាងអ្នកទាំងសងខាងហើយពួកគេគួរតែមានចំណងមេត្រីភាពជាមួយនឹងសមាជិកទាំងសងខាងត្រូវចងចាំទុកប្រជារាស្ត្រនគរកបិលភ័ស្ត្រលើកអាវុធឡើងដោយសារតែភាពអវិជ្ជារបស់ពួកគេដែលធ្វើម្ដងហើយម្ដងទៀតដើម្បីតស៊ូប្រឆាំងជាមួយនឹងដៃគូរបស់គេដែលជាសត្រូវរបស់ខ្លួនហើយពួកគេចាំបាច់ត្រូវចរចាដោយសន្តិវិធីដើម្បីប្រយោជន៍ទាំងសងខាងអផាសត្រូនៅពេលណាដែលយើងចាកចេញពីសេចក្តីប្រមាថយើងគួរតែបំភ្លេចវាចោលទៅជីវិតនឹងមានសេចក្តីសុខហើយយើងក៏អាចនាំយកសន្តិភាពមកកាន់ជីវិតរបស់យើងបានផងដែរនេះគឺជាតួយ៉ាងមួយដែលល្អណាស់ដែលបំភ្លឺដល់យើងទាំងអស់គ្នា ព្រះពុទ្ធព្រះធម៌ទេសនារបស់ព្រះអង្គនឹងដឹកនាំពិភពលោកមិនថានៅពេលណាសាសនាព្រះអង្គទៅពីកន្លែងណានោះទេព្រះធម៌របស់ព្រះអង្គនឹងបំភ្លឺសត្វលោកនៅទីនោះព្រះឱវាទរបស់ព្រះអង្គនឹងជួយដោះលែងជីវិតសត្វលោកទាំងអស់ចំណងមេត្រីភាពនិងសេចក្តីករុណានឹងផ្សព្វផ្សាយនៅលើពិភពលោក ព្រះរាជគ្រូតើខុសគ្នាយ៉ាងណាទៅរវាងព្រះរាជាអនុញ្ញាតនគរមគធៈគឺជាការឈឺចាប់មែនទេបើយើងកំចាត់ភាពខុសប្លែករបស់យើងជាមួយនឹងសេចក្តីករុណាអ្នកទាំងអស់គ្នានឹងមានផលប្រយោជន៍មហារាជសេចក្តីវេទនារបស់ទ្រង់នៅជាមួយសេចក្តីស្មោះត្រង់អស់ហើយយើងនឹងបង្កើតច្បាប់7មាត្រាដើម្បីកំចាត់ភាពខុសប្លែកពីគ្នារវាងយើងដូចតទៅនេះមានច្បាប់ទាំង7បើយើងឲ្យពួកគេនៅជាមួយគ្នាបញ្ហាទាំងអស់នឹងត្រូវបញ្ចប់ច្បាប់ទី1គឺជាអ្វីទៅមហារាជ អ្នកណាបង្កើតច្បាប់ទាំងនេះទៅគឺជាព្រះពុទ្ធ ថាម៉េចព្រះពុទ្ធមហារាជហេតុអីយើងព្រមទទួលយកច្បាប់របស់ព្រះពុទ្ធទ្រង់គឺជាអ្នកកាត់ក្តីមែនទេនេះគឺជាច្បាប់របស់ព្រះនគរមិនមែនជាច្បាប់ព្រះសង្ឃទេ មហារាជបើយើងធ្វើប្រយោជន៍ឲ្យព្រះពុទ្ធយើងនឹងត្រូវធ្វើជាបរិស័ទរបស់ព្រះពុទ្ធហើយតើមិនដែរទេយើងត្រូវតែបែងចែកឲ្យដាច់ពីគ្នា មហារាជព្រះពុទ្ធបានដើរតាមផ្លូវសច្ចៈជាន់ខ្ពស់ប៉ុន្តែទ្រង់កំពុងតែប្រឆាំងជាមួយព្រះគម្ពីររបស់យើងទ្រង់មិនគោរពការធ្វើអំពើបាបរបស់យើងទេទ្រង់មិនគោរពច្បាប់របស់យើងឡើយពេលនេះហេតុអីទ្រង់បង្កើតច្បាប់សម្រាប់យើងលោកកំពុងតែយល់ខុសធំហើយព្រះពុទ្ធមិនដែលមានពុទ្ធដីកាឈឺឆ្អាលរឿងព្រហ្មញ្ញទេមនុស្សលោកកំពុងតែរស់នៅក្នុងភាពអវិជ្ជាមកជាច្រើនឆ្នាំមកហើយ
ព្រះអង្គគ្រាន់តែបំភ្លឺផ្លូវដល់មនុស្សលោកតែប៉ុណ្ណោះការប្រកាន់សាសនានិងការខុសប្លែកពីគ្នាបាននាំមកដោយសារតែមនុស្សលោកទេដែលធ្លាប់មានជំនឿខុសប្លែកពីការពិតរបស់មនុស្សលោកព្រះអង្គគ្រាន់តែចង់កែប្រែមុនពេលលោកសួរពីវាសនារបស់ព្រះពុទ្ធចាំយើងប្រាប់ក៏បានដែរយើងបានថ្វាយស្រីបំរើរបស់យើងដល់ព្រះពុទ្ធតែព្រះអង្គបដិសេធមិនព្រមទទួលទេភាពលោភលន់និងកិត្យានុភាពមិនដែលមានដូចជាព្រហ្មញ្ញនោះទេគឺសំបីតែខ្យល់ក៏បញ្ចូលទៅចិត្តព្រះអង្គបានដែរព្រះអង្គគឺជាស្ដេចរបស់ស្ដេចទាំងឡាយព្រះអង្គលះបង់គ្រប់យ៉ាងហើយមិនដឹកនាំជីវិតជាជនសាមញ្ញតើយើងមានគុណធម៌ខុសប្លែកដូចជាព្រះអង្គដែរទេមានរឿងមិនស្រួលកើតឡើងហើយមហារាជអ្នកស៊ើបការដែលទ្រង់បញ្ជាទៅនោះពួកគេមិនបានការពារទូបង្គំទីក្របទូលនៅតាមផ្លូវរបស់ទូបង្គំដែលធ្វើដំណើរទៅដើម្បីធ្វើជំនួញនោះពួកទូបង្គំក៏ត្រូវចោលប្លន់ទូបង្គំត្រូវគេវាយធ្វើបាបទៀតយើងបានបញ្ជូនទាហានយើងទៅការពារលោកហើយតាទាហានទាំងអស់នោះមិនអាចការពារពួកយើងបានទេមានតែទាហាន5នាក់គត់ដែលតស៊ូការពារទំនិញពួកទូបង្គំត្រូវចោលប្លន់អស់ហើយលោកសេនាប្រមុខក្រាបទូលព្រះអង្គតែយើងកំពុងតែលើអ្វីបញ្ជារបស់យើងមិនមានអ្នកណាគោរពទេក្រាបទូលព្រះអង្គទូលបង្គំបានទទួលដំណឹងមុននឹងចូលមកកាន់ទីសាលប្រជុំនេះទាហានរបស់យើងបានទៅបួសជាព្រះសង្ឃអស់ឲ្យក្រាបទូលពេលដែលទូលបង្គំសួរពីហេតុផលនោះពួកគេប្រាប់ថាពួកគេធ្វើដូចជាមហារាជពួកគេចង់ដើរតាមផ្លូវព្រះពុទ្ធហើយក៏នាំគ្នាទៅបួសតែម្ដងមហារាជបើទាហានទាំងអស់នៅតែបន្តទៅបួសជាព្រះសង្ឃទៀតនោះព្រះនគររបស់យើងនឹងប្រឈមមុខជាមួយបញ្ហាធំហើយទូលបង្គំមិនមានអ្វីប្រឆាំងជាមួយនឹងព្រះពុទ្ធដែលជាបុគ្គលឋានៈខ្ពង់ខ្ពស់នោះទេលើកលែងពីអ្វីដែលទូលបង្គំគិតឃើញតែបណ្ដោះព្រះពុទ្ធគឺជាអ្នកចម្បាំងម្នាក់ដែលបានចេញទៅធ្វើជាអ្នកបួសបើទាហានចាប់ផ្ដើមទៅធ្វើជាអ្នកបួសអស់នោះតើព្រះនគរនឹងទៅជាយ៉ាងណាតើព្រះពុទ្ធអាចដឹកនាំទាហានឲ្យច្បាំងដល់របៀបណាទៅត្រូវតែសម្លឹងមើលពីអនាគតបតិហាននគរមគ្គទាំងអស់ទៅបួសជាព្រះសង្ឃតើបានអ្នកការពារព្រះនគរមគ្គថាទៅព្រះអង្គនេះគឺជារឿងមួយដែលត្រូវព្រួយបារម្ភហើយប្រសិនបើទាហានទាំងអស់លះបង់មកធ្វើជាព្រះសង្ឃហើយនោះពេលនោះបានអ្នកការពារកណាក៏ធ្លាប់បានគិតពីរឿងនេះពីមុនមកដែរពេលនេះវាបានកើតឡើងហើយពួកគេទាំងអស់កំពុងតែលះបង់ការធ្វើទាហានហើយមកធ្វើជាព្រះសង្ឃហេតុផលនេះសម្រាប់ការបារម្ភរបស់កណាគឺជាអ្នកបង្កើតច្បាប់នៅទីនេះប៉ុន្តែនគរដទៃទៀតអាចទទួលទោសជំនួសព្រះសង្ឃជាកំហុសរបស់ព្រះសង្ឃរបស់ពួកទ្រង់ព្រះអង្គគួរតែស្វែងយល់ពីការពិតទាំងអស់នេះផងព្រះពុទ្ធកុំបារម្ភអីអភាសត្រូវអាត្មាមិនមានចេតនាចង់ឲ្យមនុស្សលោកស្ដាប់តាមអាវ៉ាត់របស់អាត្មានោះទេទាហានបានលះបង់ការទទួលខុសត្រូវរបស់ពួកគេប៉ុន្តែពួកគេមានសតិបញ្ញានិងមានសទ្ធាចំពោះខ្លួនដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេប៉ុន្តែពួកគេដើម្បីការពារព្រះនគរនិងប្រជារាស្ត្រអាត្មានឹងបន្ថែមច្បាប់ជាមួយនឹងអាវ៉ាត់របស់អាត្មានៅថ្ងៃនេះនឹងមិនមានទាហានណាម្នាក់ដែលអាចមកបួសបានឡើយអាននท์នាំអាវ៉ាត់របស់គណៈប្រកាសដល់ពុទ្ធសមាគមរបស់យើងទាំងអស់ទៅព្រះពុទ្ធគណៈយល់ច្បាស់ពីអត្ថន័យរបស់អ្នកបួសហើយប៉ុន្តែគណៈមានបញ្ហាជាច្រើននៅក្នុងចិត្តកំចាត់បញ្ហារបស់ទ្រង់ដោយមិនបាច់ស្ទាក់ស្ទើរទេជាទូនាទីរបស់លោកសេនាប្រមុខហឺរ៉ាហើយទាហានទាំងអស់ដែលនៅក្រោមការដឹកនាំរបស់គេទូនាទីរបស់ពួកគេការពារប្រជារាស្ត្រនិងគោរពច្បាប់ព្រះនគរព្រះអង្គផ្សព្វផ្សាយព្រះធម៌ក៏ពិតមែនប៉ុន្តែព្រះអង្គបង្រៀនអ្នករាល់គ្នាឲ្យជួយគ្នាផងដែរតើព្រះអង្គអនុញ្ញាតឲ្យគណៈដាក់ទោសនៅភាពខុសប្លែកពីគ្នាដែរទេព្រះអង្គមានឲ្យពួកគេធ្វើសង្គ្រាមដែរទេព្រះនគររបស់គណៈកម្មសិទ្ធិរបស់គណៈគ្រួសារគណៈនឹងទៅជាយ៉ាងណាអាត្មានឹងអธิบายឧបតហេតុមួយទៅកាន់ទ្រង់កាលពីព្រេងនេះ
មានពុះពឹសមួយក្បាលនៅក្នុងភូមិវាក៏បានធ្វើបាបមនុស្សជាច្រើនជាមួយនឹងចង្កូមរបស់វាអ្នកភូមិទាំងអស់នៅក្នុងភូមិពិតជាខ្លាចវាណាស់ក្មេងៗមានការភ័យខ្លាចមិនហ៊ានលេងជិតដើមឈើដែលសត្វពស់រស់នៅឡើយប៉ុន្តែពេលនោះមានព្រះសង្ឃមួយអង្គទ្រង់បានឆ្លងកាត់ទីនោះហើយទ្រង់ក៏បានសម្រាកនៅក្រោមដើមឈើនោះហើយសត្វពស់មួយក្បាលនោះក៏បានចេញមកមានបំណងចង់ចឹកព្រះសង្ឃអង្គនោះហើយពពឹសក៏បានរេរីពេលដែលឃើញព្រះសង្ឃអង្គនោះមិនមានសេចក្តីភ័យខ្លាចព្រះសង្ឃក៏បានប្រាប់វាថានៅពេលដែលវាចឹកហើយវានឹងធ្វើឲ្យមនុស្សមានការឈឺចាប់វាក៏ធ្វើឲ្យគេឈឺចាប់យ៉ាងខ្លាំងដែលធ្វើឲ្យពួកគេបាត់បង់ជីវិតនៅថ្ងៃណាមួយពពឹសក៏បានដឹងថាវាធ្វើខុសហើយវាក៏បានសម្រេចថាវានឹងមិនធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់ទៀតទេវានឹងមិនចឹកមនុស្សទៀតនោះទេហើយពពឹសនោះក៏ខ្លាចទៅជាពស់ដែលស្លូតហើយអ្នកភូមិឈប់មានការភ័យខ្លាចជាមួយវាទៀតហើយមនុស្សក៏ចាប់ផ្ដើមធ្វើឲ្យវាខឹងក្មេងៗធ្លាប់យកជើងជន់ពីលើកន្ទុយរបស់វាប៉ុន្តែវានឹងមិនធ្វើឲ្យអ្នកណាឈឺចាប់ម្ដងទៀតទេក្មេងៗយកដុំថ្មគប់ទៅលើវាតែវាក៏មិនវាយប្រហារទៅលើមនុស្សវិញដែរភាពអត់ឃ្លាននិងការឈឺចាប់បានធ្វើឲ្យវាទន់ខ្សោយហើយនៅក្នុងរាត្រីនោះវាក៏បានលេបដុំថ្មនឹងគ្រោះខ្លះហើយនៅថ្ងៃបន្ទាប់វាក៏បានប្រឈមមុខជាមួយនឹងការវាយប្រហារសត្វពស់ពឹសនោះពិតជាមានរបួសធ្ងន់ធ្ងរសម្បំណាស់អ្នកភូមិក៏បានធ្វើបាបហើយវាទ្រាំជាមួយនឹងការឈឺចាប់យ៉ាងខ្លាំងហើយនៅថ្ងៃមួយព្រះសង្ឃដដែលនោះបាននិមន្តមកក្រោមដើមឈើទៀតនៅពេលដែលទ្រង់បានឃើញសត្វពស់របួសយ៉ាងធ្ងន់ធ្ងរបែបនេះទ្រង់ក៏រន្ធត់ចិត្តយ៉ាងខ្លាំងផងដែរនៅពេលដែលទ្រង់បានព្យាបាលវាហើយក៏សួរវាថាឯងមានរបួសធ្ងន់ធ្ងរបែបនេះយ៉ាងម៉េចសត្វពស់ពឹសក៏បានឆ្លើយថាកណាមានចិត្តមេត្តាធម៌ចំពោះអ្នករាល់គ្នាវាប្រាប់ថានឹងលះបង់ការធ្វើឲ្យមនុស្សឈឺចាប់ព្រះសង្ឃក៏អស់សំណើចជាមួយវាហើយប្រាប់ថាទ្រង់បានប្រាប់វាឲ្យឈប់ធ្វើបាបមនុស្សហើយទ្រង់ក៏សួរទៅវាទៀតថាឯងលះបង់ធម្មជាតិរបស់ឯងបានយ៉ាងម៉េចទៅទ្រង់សួរថាហេតុអីក៏ឯងអាចឈប់ចឹកបាននេះគឺជារឿងមួយដែលហួសប្រមាណណាស់ប៉ុន្តែវាអាចធ្វើបានទ្រង់ត្រូវតែមានការសង្កេតដោយប្រុងប្រយ័ត្នបំផុតអ្នកដែលធ្វើខុសគួរតែខ្លាចទ្រង់ទេពួកគេគួរតែដាក់ទោសរកកំហុសរបស់ពួកគេប៉ុន្តែត្រូវជឿថាបុគ្គលដែលមានភាពយុត្តិធម៌មិនដាក់ទោសបុគ្គលដែលនៅក្រោមអាវ៉ាត់នោះទេនៅក្នុងរឿងនេះអ្នកធ្វើខុសគួរតែមានទោសសម្រាប់ទោសកំហុសរបស់គេដែលបានប្រព្រឹត្តបើសេចក្តីក្រោធលោភៈនិងភាពរិស្យាមានអានុភាពនោះពេលនោះមិនមានភាពយុត្តិធម៌ឡើយគឺឈ្នះអំពើអាក្រក់ដោយចិត្តមេត្តាបើសិនជាអំពើអាក្រក់គ្របពីលើអំពើល្អនោះមនុស្សនឹងទទួលបាននូវភាពមហន្តរាយជាមិនខានទេហើយដើម្បីយកឈ្នះនៅអំពើអាក្រក់បើទ្រង់ត្រូវការបង្កសង្គ្រាមពេលនោះអាចធ្វើបែបនោះបានប៉ុន្តែទ្រង់ត្រូវជឿថាទ្រង់មិនមែនខ្លាចជាអ្នកមានហេតុផលសម្រាប់វាទេហើយការធ្វើសង្គ្រាមវាមិនអាចធ្វើឲ្យមានភាពរីកចម្រើនបានឡើយព្រះពុនពេលដែលស្ដាប់ព្រះគំនិតយ៉ាងភ្លឺត្រចះត្រចង់និងព្រះឱវាទរបស់ព្រះអង្គហើយបានកំចាត់ភាពងងឹតទាំងអស់ចេញពីចិត្តកណាហើយព្រះអង្គបានបំភ្លឺចិត្តរបស់កណាចាត់ទុកខ្លួនឯងបានទទួលពរយ៉ាងអស្ចារ្យដែលព្រះអង្គបានបំភ្លឺជីវិតរបស់កណាआरंभ हो गई निर्वाण प्रथा सुनो सुनो ये बुद्ध कथा